ជួនថ្នាក់ខ្ញុំប្រជាពលរដ្ឋម្នាក់ដែលអតីតយុទ្ធជនពីការឈ្មោះហុកទូចមានដីមួយដុំឥឡូវបកគលសៀងថៃហុងមកដោះស្រាយខ្ញុំប្តឹងទៅតុលាការមលំពៀនដីខ្ញុំអត់មានមកចូលដោះស្រាយទេឲ្យតាកូនចៅអាចកអាចែមចូលមកដោះស្រាយអត់មានដោះស្រាយទេវាប្រើហិង្សាពួកវាទាំងវងហើយខ្ញុំទៅហ៊ានអតីតយុទ្ធជនពីការដែលដីសម្បបសង្គមកិច្ចក៏មិនទាន់បានហើយអានេះគេម្ដាយតែគាត់ចែកឲ្យខ្ញុំដែលគាត់ចែកឲ្យខ្ញុំឥឡូវនេះបកគលឡើងឈ្មោះអាអិចបកគលសៀងសេងហុងឥឡូវសូមឯកអាដាមឥឡូវអគ្គបណ្ឌិតសេនាបតីដែលចូលហ៊ុនសែនសូមជួយរកខុសត្រូវឲ្យលុបផ្លូវទូកផ្លូវអីអស់ហើយនេះតាមបងប្អូនតាមនេះលុបផ្លូវទូកដល់អីនេះបោះលោកបកគលសៀងសេងហុងតាមណាបកគលសៀងសេងហុងភូមិបាលក្រុមចំបើពូនហើយឥឡូវហ្នឹងលោកទៀនយកតែបឹងផ្លូវទូកប្រជាពលរដ្ឋទៅទៅភូមិអូហើយឥឡូវលោកផ្លូវទូកអស់ហើយតែបឹងឲ្យលោកទៀនយកនេះសុំតែចូលអគ្គសេនាបតីដែលចូលហ៊ុនសែនហើយអាចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជួយរកខុសត្រូវប្រជាពលរដ្ឋលេខភូមិអសង្កាត់រកាខ្ពស់ក្រុងតាខ្មៅហើយភូមិថៃឡង់ហើយគាត់ធ្វើនេះប៉ះពាល់ពីភូមិទៅ3ភូមិប្រជាជនបើកទូកចេញចូលឥឡូវគាត់លុបផ្លូវទូកអស់អាលីងហើយគាត់ភូមិបាលក្រុងចំបើពូនក៏យកដីភូមិបាលហើយឥឡូវនេះគាត់មកលុបទៀតទៅបឹងលុបផ្លូវទូកប្រជាពលរដ្ឋអស់អាលីងហើយនេះហើយឥឡូវសុំអគ្គសេនាបតីហ៊ុនសែនសូមជួយប្រជាពលរដ្ឋមើលណាផ្លូវអត់មានទេលុបផ្លូវទូកអស់ហើយមើលនេះឃើញចាក់ស្ដែងហ៎អីចឹងនេះហើយបកគលសៀងសេងហុងរៀបអាភូមិបាលក្រុងធ្វើពូមើលមកកាយលោកទៀនយកតែបឹងនេះយកពីណាអង្គុយចាំយុទ្ធជនអត់កាយដីខ្ញុំដីគេម្លាយមកដុំតែម្ដាយធ្វើឲ្យចង់គាត់មេភូមិជឿនខោមេភូមិព្រំហាច់តែដឹងលឺហើយឥឡូវនេះដីលំឡាច់ទៅដោះស្រាយច្រើនឆ្នាំមកហើយគាត់អត់ចូលដោះខ្លួនទេឲ្យតែអាចតែគាត់5-6នាក់មកអុកឡុកតែខ្ញុំមិនទាន់បានដីរបបសង្គមកិច្ចអតីតយុទ្ធជនហោះនេះឥឡូវបកគលខ្ញុំទៅភូមិបាលក្រុងធ្វើពូនហើយឥឡូវសូមឲ្យសម្ដេចអគ្គសេនាបតីដែលចូលសែនជួយរកខុសត្រូវឲ្យខ្ញុំបាទផងខ្ញុំឈ្មោះហុកទូចអតីតយុទ្ធជនពីការដែលរបបសង្គមកិច្ចក៏មិនទាន់បានដែរហើយដីនេះដីគេម្ដាយចែកឲ្យ